គ្រប់ជ្រាបសួរបងប្អូនយើងអ្នកមានអ្នកក្រទាំងអស់គ្នាជួបជាមួយខ្ញុំបាទ DJ KH ពិតជារងក្រៅមេរំជួយដីលំបាក់ត្រនេះបងប្អូននេះគឺជាទស្សនភាពនៅខាងភូមិដេញគូកណ្ដោឃុំក្រៅគោស្រុកស្វាយជ្រុំខេត្តស្វាយរៀងណាបាទគឺជាទស្សនភាពមួយគឺសកម្មភាពកំពុងតែចាក់ដីជាច្រើនហត្តាដើម្បីធ្វើរោងចក្រទៀតហើយបងប្អូនយើងដើម្បីធ្វើរោងចក្រទៀតហើយនេះគឺជាកម្មវិធីហើយនេះគឺទាំងអស់នេះបាទបើចាក់ដីច្រើនហ្នឹងដឹងថាធ្វើរោងចក្រទៀតហើយបងប្អូនយើងបាទដោយសារតែមិនទាន់មានដាក់ផ្លាកដាក់អីក៏ដោយគឺទស្សនភាពនៅខាងភូមិគូកណ្ដោឃុំក្រៅគោស្រុកស្វាយជ្រុំខេត្តស្វាយរៀងណាបាទគឺនៅខាងជើងផ្លូវប្រហែលនេះជាតំបន់រោងចក្រសម្រាប់បងប្អូនប្រជាពលរដ្ឋនៅទីជិតទីឆ្ងាយមានការងារធ្វើម្ដុំនេះទៀតហើយអញ្ចឹងហើយគឺជាទស្សនភាពមួយសម្រាប់អ៊ំពូមីងលោកយាយលោកតាមកពីទីជិតទីឆ្ងាយណាបាទគឺដេញអ្នកខ្លះគាត់នៅចិត្តហ្នឹងគឺគាត់ដឹងហើយបាទគឺគាត់ដឹងហើយជាសកម្មភាពដែលកំពុងតែចាក់អាចដីជាច្រើនហត្តាដើម្បីធ្វើតំបន់រោងចក្រហើយស្រុកស្វាយជ្រុំកំពុងតែអភិវឌ្ឍមែនតើហើយបាទកំពុងអភិវឌ្ឍហើយគឺមានរោងចក្រនៅខាងស្រុកស្វាយជ្រុំមួយហើយឥឡូវនេះមកដល់ខាងលិចនេះកំពុងតែចាក់អាចដីមួយទៀតហើយនេះគឺជាសកម្មភាពដែលដោយកាមេរ៉ាដ្រូនចឹងហើយមានតែបងប្អូនយើងនៅទីជិតទីឆ្ងាយមានការងារធ្វើកាន់តែច្រើនមានលុយកាន់តែច្រើនចាយកាន់តែច្រើនចំណូលបានកាន់តែច្រើនអញ្ចឹងហើយមានអីទេមានតែបងប្អូនយើងអ៊ំពូមីងនៅទីជិតទីឆ្ងាយណាបាទហើយនេះគឺជាផ្លូវដែលជាផ្លូវលំមួយសម្រាប់ចូលផ្ទះអ្នកភូមិសម្រាប់ចូលផ្ទះបងប្អូនប្រជាពលរដ្ឋទីជិតទីឆ្ងាយដែលមានដេញការងារធ្វើនៅចិត្តនេះបាទនេះហើយគឺជាទស្សនភាពនៅផ្ទះបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅជុំវិញនេះគាត់នឹងមានតំបន់រោងចក្រចិត្តនេះទៀតហើយនេះគឺជាផ្លូវដ៏ល្វឹងល្វើយចេញពីខាងវត្តមង្គលការ៉ាមរហូតទៅដល់ទូខូចរហូតទៅដល់ព្រៃវែងនោះអញ្ចឹងហើយអ្នកនៅព្រៃវែងក៏មានការងារធ្វើអ្នកនៅស្វាយរៀងក៏មានការងារធ្វើគឺមានការងារធ្វើជាច្រើនផងដែរហើយគឺជាអត្តភាពមួយសម្រាប់បងប្អូនយើងទីជិតទីឆ្ងាយដែលឃើញអំពីអត្តភាពនេះហើយទីទៀតហ្នឹងនឹងមានការងារធ្វើមានតំបន់រោងចក្រធ្វើនៅក្បែរផ្ទះអ្នកខ្លះនៅឆ្ងាយអញ្ចឹងទៅគឺគាត់ជួលផ្ទះជួលអីតាមហ្នឹងទៅហើយក៏បងប្អូនយើងដឹងស្រាប់ហើយអំពីទស្សនភាពការធ្វើរោងចក្រនីមួយគឺត្រូវចំណាយលុយចំណាយថវិកាជាច្រើនដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងមានការងារធ្វើនៅក្នុងស្រុកខ្មែរផងដែរហើយចឹងហើយគឺនៅតំបន់ខាងស្រុកស្វាយជ្រុំកំពុងតែអភិវឌ្ឍមានផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនមានផ្លូវថ្នល់មានផ្លូវប្រព័ន្ធទឹកបាទគឺមានបន្លាយមានអីចឹងហើយគឺឲ្យតែស្ដារបន្លាយដែរអីគឺប្រព័ន្ធទឹកគឺទៅមុខទៅគឺលែងអីហើយបាទគឺហូរទៅគឺមិនស្ទះមិនអីទេចឹងហើយមានតែបងប្អូនដែលរស់នៅជុំវិញនេះគឺគាត់ដឹងហើយគឺគាត់បានផ្ដល់ថាគេចាក់ដីធ្វើរោងចក្រនៅខាងភូមិគូកណ្ដោឃុំក្រៅគោស្រុកស្វាយជ្រុំខេត្តស្វាយរៀងទួលនឹងជាប់នឹងភូមិនេះតែម្ដងបាទគេហៅភូមិបន្លាស្អិតណាបាទវាភូមិនេះគឺជាប់គ្នាបាទជាប់គ្នាអញ្ចឹងទៅយើងក៏ហៅនឹងអស់ទៅបាទហើយសិតតែផ្ទះបងប្អូនប្រជាពលរដ្ឋអ៊ំពូមីងមកដេញចាំមើលទៅលទ្ធផលទៅជាយ៉ាងណាតើរោងចក្រនេះមានឈ្មោះរោងចក្រអ្វីហើយធ្វើប្រមាណអាគារដោយសារតែចាក់ដីជាច្រើនកំពុងតែអភិវឌ្ឍជាច្រើនកំពុងតែអភិវឌ្ឍមែនតែនសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញនៅទីនេះចឹងហើយគាត់មានការសប្បាយចិត្តហើយឲ្យតែមានរោងចក្រក្បែរទៀតគាត់រកស៊ីគឺរីកចម្រើនហើយទៅមុខរីកចម្រើនហើយឲ្យតែសេដ្ឋកិច្ចដើរគឺគាត់ដេញមិនភ័យមិនបារម្ភអីទេបាទគាត់រកស៊ីគឺធូររបស់គាត់ហើយនៅទីចិត្តទីឆ្ងាយទាំងអស់នេះបាទបងប្អូនយើងមើលទៅបាទជុំវិញនេះសិតតែផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញនេះផ្ទាល់តែម្ដងហើយខ្ញុំមានអីទេបាទមានតែជូនពរបងប្អូនយើងដែលលក់ដីនៅទីនេះបានដីថ្លៃថោកអីក៏យើងមិនដឹងដែរព្រោះអីនៅទីនេះតំបន់នេះគឺមហាហាត់មិនដឹងជាប្រមាណទេហើយយើងក៏អត់ដឹងដែរព្រោះមកពីឃើញអញ្ចឹងកំពុងតែចាក់ដីប្រហែលមានតែធ្វើរោងចក្រណាហើយតែធ្វើរោងចក្រហ្នឹងហើយបាទហើយខ្ញុំបាទ DJ KH មានអីទេមានជូនពរបងប្អូនយើងទាំងអស់គ្នា
ទាំងស្បាយណាស់ដែលបានគម្រោងរោងចក្រអីចឹងទៅបាទហើយខ្ញុំក៏សូមអរគុណច្រើនសូមគោរពជម្រាបលាតែប៉ុណ្្នឹងហើយ